ហើយប្រល្ងងចំណៃមកដល់មាត់ហើយមិនព្រមស៊ីនោះទេល្ងងណាស់លោកអើយបើគេស្រឡាញ់ម្នាក់ណាគឺម្នាក់នោះហើយស្មោះដូចជាពូអញ្ចឹងរឿងអូនជាបេះដូងបងនៅក្រោមដើមឈើមួយមានគូស្នេហ៍មួយគូកំពុងតែនិយាយគ្នាដោយទឹកមុខក្រៀមក្រំព្រោះក្នុងពេលបន្តិចទៀតនេះពួកគេនឹងត្រូវឃ្លានពីមនុស្សដែលខ្លួនស្រឡាញ់ដើម្បីទៅជីវភាពបងឆានុនបងឯងទៅទីក្រុងយូរឬអត់បងតើពេលណាទៅបានបងមកនៅស្រុកកំណើតយើងវិញបងទៅនេះប្រហែលជាយូរដែរអូនព្រោះថាទម្រាំតែបងសំលុយបានច្រើនទើបបងត្រឡប់មកស្រុកយើងវិញតែអូនកុំបារម្ភអីណាមើលថែខ្លួនឲ្យបានល្អផងដឹងអត់ចាបងខ្ញុំដឹងហើយតែបងទៅនៅទីនោះមានភ្លើងពណ៌ស្រស់ស្អាតណាស់ប្រហែលជាបងភ្លេចខ្ញុំហើយនាតអូនកុំនិយាយបែបហ្នឹងអីបងមិនដែលមានបំណងបែបហ្នឹងទេទោះបងនៅឆ្ងាយពីអូនក៏ពិតមែនតែចិត្តបងនៅក្បែរអូនជានិច្ចខ្លាចតែបងនិយាយមិនគោរពពាក្យសន្យាដល់ក្រុងពេលណាប្រែចិត្តសាវ៉ាមានថ្មីតើឲ្យខ្ញុំគិតយ៉ាងម៉េចទៅគ្មានថ្ងៃនឹងទេនាងកុំបារម្ភអីណាបងមិនក្បត់អូនជាដាច់ខាតនោះឡានគេមកដល់ហើយអញ្ចឹងបងទៅសិនហើយណាថែខ្លួនផងណាអូនណាចាធ្វើដំណើរដោយសុវត្ថិភាពណាបងខ្ញុំបារម្ភណាស់ខ្លាចតែគាត់ឆ្លងវែងភ្លើងពណ៌នៅទីនោះទេណាហើយនាងអើយកុំគិតច្រើនចឹងអីឯងត្រូវតែជឿជាក់លើគាត់ថាគាត់មិនធ្វើបែបនេះនោះទេសង្ឃឹមថាគាត់មិនភ្លេចសន្យាស្រុកស្រែនេះទៅចុះក្រោយពីនិយាយលាគ្នាចប់ហើយនាងក៏បានដើរត្រឡប់ទៅផ្ទះវិញពេលមកដល់ផ្ទះភ្លាមដោយឃើញទឹកមុខកូនស្រីមិនសូវសប្បាយចិត្តនោះម្ដាយក៏បាននិយាយទៅកាន់កូនស្រីថាកុំគិតច្រើនអីកូនសង្សារកូនគេទៅតែមួយរយៈទេបន្តិចទៀតគេនឹងត្រឡប់មកវិញហើយគេទៅនេះគឺទៅរកលុយដើម្បីទៅដឹងកូនឯងនឹងហើយកូនមិនសប្បាយចិត្តទេហ៎សប្បាយតាម៉ែតែគាត់ទៅឆ្ងាយពីកូនដូចជាមិនស្នុកក្នុងចិត្តសោះបើកូនគិតបែបហ្នឹងមានន័យថាកូនមិនទុកចិត្តសង្សារកូនទេណែម៉ែប្រាប់មិនបាច់គិតច្រើននោះទេកូនបើសិនជាគេចង់ក្បត់កូននោះទោះបីគេនៅជិតគ្នាក៏អាចក្បត់កូនបានដែរចាម៉ែអញ្ចឹងកូនឈប់គិតហើយកូននឹងរងចាំគាត់បើជាគូមែននោះយើងនឹងបានសំបំណងជាមួយគ្នាអញ្ចឹងល្អហើយកូនឆាប់ទៅងូតទឹកឲ្យស្រឡះខ្លួនទៅណានឹងអានមកញ៉ាំបាយចាម៉ែ